មិនដែលស្លាប់ឬក៏ការម្ដងទៀតជាមួយនឹងប្រាជ្ញាឆ្លៀសវៃបើសិនជាខ្ញុំអត់ចេះស្លាប់ទេខ្ញុំប្រហែលជាត្រូវរស់នៅឯកាយព្រោះមនុស្សដែលខ្ញុំស្រឡាញ់ត្រូវស្លាប់ចោលខ្ញុំឯហ្នឹងអញ្ចឹងខ្ញុំសុខចិត្តយកជីវិតថ្មីវិញតែខ្ញុំនៅណាហ្នឹងមិនបងខ្ញុំទៅជាកូនក្មេងវិញទិញទិញកូនទៅអីគេនេះក៏ប្រាប់ថាខ្ញុំឈ្មោះទិញទិញណាចាម៉ាក់1 + 2 ស្មើ3 3 + 2 5អ្នកគ្រូសួរសំណួរសួរហ្នឹងម៉ាក់គេចេះឆ្លើយទេអញ្ចឹង5 × 5ស្មើមែន25 25 × 8 200ចុះមិនអាចទេរួចទេក្មេង5ឆ្នាំប៉ុណ្ណឹងហេតុអីក៏អាចកាត់លឿនដល់ថ្នាក់ហ្នឹងបងអូនតាមទទួលបានដំណឹងពីគ្រូថាកូនយើងតាមតែចូលឲ្យប៉ុន្តែរៀនបកាឲ្យការគិតដូចមនុស្សធំអញ្ចឹងមែនអូនបងគិតថាកូនយើងប្រហែលជាកូនដែលព្រះប្រទានពរមកហើយអ្នកគ្រូបន្ទប់ថ្នាក់ក៏បានណែនាំឲ្យអូនណាយកកូនទៅប្រកួតប្រជែងខាងផ្នែកគណិតវិទ្យាដើម្បីឈ្នះទទួលបានទឹកប្រាក់ចំនួន$10,000បងអូនស្អើបើមិនស្អើមិនដឹងពួកឯងទាំងអស់ចាំតែចាញ់ឯងព្រោះការគិតរបស់យើងដូចមនុស្សធំអញ្ចឹងអញគិតថាយើងល្ងងមែនមកបើយើងបានប្រាប់ការពិតទាំងអស់មកកាន់យើងហើយពួកយើងនឹងទម្លាក់អាកំបាំងរបស់ឯងទៅប្រាប់អ្នកគ្រប់គ្នាបានដឹងនេះថ្នាំដុសធ្មេញដែលខ្ញុំតែងតែប្រើជាប្រចាំថ្ងៃគឺថ្នាំដុសធ្មេញ MMO អ្នកទាំងអស់គ្នាថ្នាំដុសធ្មេញ MMO គឺជាផលិតផលដែលនាំចូលមកពីប្រទេសកូរ៉េគុណភាពល្អនិងស្តង់ដារខ្ពស់ខ្លាំងមែនទែនជាថ្នាំដុសធ្មេញដែលជួយព្យាបាលរាល់អ្នកដែលគាត់មានបញ្ហាក្លិនមាត់ក៏បញ្ហាធ្មេញឡើងលឿនមានកំបោរនៅតាមគែមធ្មេញនិងបញ្ហាធ្មេញគឺថាជួយព្យាបាលបានគ្រប់ប្រភេទបញ្ហាតែម្ដងថ្នាំដុសធ្មេញកានេះវិញគឺថាក្លិនឈ្ងុយប្រហើបដូចជីកាមជាងអ្នកទាំងអស់គ្នាដុសធ្មេញមកគឺធ្វើឲ្យយើងមានអារម្មណ៍ថាស្រស់ស្រាយទឹកចាប់ពីខាងក្នុងគឺមានអារម្មណ៍ថា fresh តែម្ដងទីបនឹងប្រើបាន2ទៅ3ខែដល់ហើយទីបនឹងធានាទៅបានផលហើយចំណេញទៀតអ្នកទាំងអស់គ្នាបងប្អូនចាំដល់ការទៀតបើសិនជាចង់បានក្លិនមាត់ដែលល្អកុំភ្លេចណាជាមួយនឹងថ្នាំដុសធ្មេញ MMO បន្ទាប់ពីញូតទឹកហើយចឹងអ្នកទាំងអស់គ្នាកុំភ្លេចជួយជាមួយនឹងសម្លេងជូនមកMMO ឲ្យសោះសម្លេងជូនមកMMO នេះគឺមានដល់តែ2ពណ៌នាំជាមួយនឹងពណ៌ប្រាក់មួយនិងពណ៌មាសមួយសម្រាប់ពណ៌ប្រាក់គឺប្រើនៅពេលព្រឹកចំណែកពណ៌មាសគឺប្រើនៅពេលយប់បានទាំងបរិបទទាំងនារីទាំងក្មេងទាំងចាស់នេះ super មែនតើអ្នកទាំងអស់គ្នាគ្រាន់តែយកសម្លេងមួយយកមកជូននៅលើមុខយើងថ្នមមកគឺជួយផ្ដល់សំណើមដល់ស្បែកជួយធ្វើឲ្យស្បែកទន់រលោងនិងសភ្លឺថ្លាជាងមុនហើយសំខាន់នោះបងប្អូនអាចយកសម្លេងជូនមកMMOមកធ្វើជាម៉ាបិទមុខក៏បានដែរអញ្ចឹងបើសិនជាចង់ស្អាតចង់មានភើជាជាកុំភ្លេចណាជាមួយនឹងសម្លេងជូនមកMMO $1,000,000ឬក៏អាចដឹងគ្រប់យ៉ាងអើយអត់ទេអឺទីណាគ្រូមើលទៅកន្លែងដូចអត់មានមើលកណ្ដាលខៀនសោះចម្លើយលំហាត់លើកណ្ដាលខៀនស្មើមែនខ្ញុំមិនដឹងស្មើ1196.3ដឹងត្រឹមត្រូវអេទីយើងមាននឹងចង់ប្រាប់នេះកុំប្រាប់យ៉ាងថាសង្ស័យសំបាយឯងទៀតណានេះមិនបានឯងដឹងចឹងប្រាប់ឲ្យតាមត្រង់ចោះយើងទទួលបានជំរឿនរវាង$1,000,000និងដឹងគ្រប់យ៉ាងយើងច្រឡំប៉ះដៃយើងដឹងគ្រប់យ៉ាងឥឡូវរឿងស្អីក៏យើងដឹងដែរនេះអញ្ចឹងល្អហើយហេតុអីកែព្រមសាក់លេងឆ្នោតហ្មងហើយថាមិនលេងឆ្នោតមានន័យកំណត់ល្អតាលេខចុងក្រោយគឺលេខ7អូយេម៉ាក់យើងឈ្នះឆ្នោតហើយតែប៉ុណ្្នឹងគ្រូសាយើងខ្លាចទៅជាអ្នកមានហើទីកន្លែងទៅណាគេកន្លែងថាឈប់ទៅយ៉ាងណាតាកូននឹងតាម៉ាក់ប៉ុន្តែដោយសារតែថ្ងៃហ្នឹងជាថ្ងៃប្រឡងអញ្ចឹងកូននឹងប្រើសមត្ថភាពពិសេសរបស់កូនណាយកទៅធ្វើដាក់នៅក្នុងការប្រឡងហ្នឹងពេលដែលកូនទទួលបានលទ្ធផលល្អអ្នកគ្រប់គ្នានឹងកថាកូនណាជាសិស្សឆ្លាតហើយកូនថានឹងទទួលបានកាដូពីគេទៀតផងឆាប់អត់វាយើងគឺជាប៉ូលីសអត់កាត់ទេម៉ាក់តលាក់ពូនប៉ូលីសមកតែយើងតែអីខុសអូយម៉ាក់មិនសូច្រើនទេប៉ូលីសគេមកចាប់ហីហេកាត់អីមិនបានត្រូវតលាក់ពូនដោយសារតែកូននឹងគ្រប់យ៉ាងហ្នឹងឯងឆាប់ឡើងដៃខ្ញុំចង់បានបបោមាត់ដែលមានសំណើមរលោងស្អាតពិសេសចំពោះអ្នកដែលក៏មានបញ្ហាស្លេកបបោមាត់ឬក៏បបោមាត់របកគ្មានសំណើមគឺអ្នកទាំងអស់គ្នាអាចប្រើជាមួយនឹងក្រាម GL បានសម្រាប់ក្រាម GL នេះគឺខ្ញុំតែងតែប្រើជានិច្ចមិនថាពេលនៅផ្ទះឬក៏ចេញទៅណាទេអ្នកទាំងអស់គ្នាតែងតែយកទៅតាមខ្លួនហ្មងងាយស្រួលប្រើប្រាស់ហើយគុណភាពល្អខ្លាំងមែនទែននឹងមានពីរពណ៌អ្នកទាំងអស់គ្នាមានពណ៌ផ្កាឈូកមួយនិងពណ៌បែបទឹកក្រូចមួយហើយក៏ជួបជាបាបបោមាត់ផងដែរអញ្ចឹងបើសិនជាបងប្អូនចង់បានក្រាមរលោងដែលមានគុណភាពល្អតម្លៃសមរម្យបងប្អូនអាចប្រើជាមួយនឹងក្រាម GL Lip Glow បានកាត់សក់ខ្លីឬក៏កាត់តញ៉ៅហួយចម្រើសលត់មកសាហាវម៉ែឲ្យខ្ញុំកាត់តញ៉ៅមកទៅបើកាត់តញ៉ៅមុខដូចឈួតកាត់សក់ខ្លីក៏មិនកាត់ដែរពួកខ្ញុំឆ្លាញ់សក់វែងអូនឹកឃើញហើយគេនិយាយថាឲ្យកាត់សក់ខ្លីតែគេមិនបាននិយាយថាឲ្យកាត់សក់ខ្ញុំណាចាខ្ញុំអាចកាត់សក់ពាក់ក៏បានដែរអូយអាមានហើយ sleep ពាក់អីចឹងអត់ជិះខ្មាស់គេអូយស្មាតតែអញចង់មែនបើជំរឿគេដាក់មកឲ្យ sleep ពាក់ដូចផ្លែចេកហើយនេះឆោតមែនណាគេដាក់ជំរឿមកឲ្យ sleep ពាក់ដូចផ្លែចេកតែគេមិនមានន័យថាហើយណាយកផ្លែចេកអីយកមកពាក់ពេញខ្លួនអញ្ចឹងឯងហើយអាច sleep ពាក់ចុះសម្លៀកបំពាក់ណាដែលមានពណ៌លឿងដូចចេកក៏បានដែរយល់អត់ធ្វើអញ្ចឹងបានដែរមែនហើយដោយសារតែមិញគេដាក់ជំរឿមកឲ្យយើងកាត់សក់ឲ្យខ្លីតែគេមិនបាននិយាយថាឲ្យយើងកាត់សក់យើងណាអញ្ចឹងយើងយកសក់ពាក់យកមកកាត់ទៅឃើញអត់ប៊ូមអត់មានអីហងនេះអូយយើងអត់ដឹងអីចឹងនេះតែធ្វើម៉េចបើយើងឈរលៃអើយតាមតាណាតាមហ្នឹងហើយជិះម៉ូតូទៅលេងព្រៃឬក៏ជិះទូកទៅលេងកោះអូយជិះម៉ូតូទៅលេងព្រៃមិនខ្ញុំស្រីម្នាក់ឯងទៅលេងអត់កើតទេបើជិះទូកទៅលេងកោះប្រហែលតំណសបាយបានហៅមិត្តភក្តិទៅលេងមួយទៀតអូជិះសិនបើខ្ញុំជិះទូកចឹងខ្ញុំគួរកក់ស្បត់តាមណាអីតាមណាអត់ដែរជិះទូកប្រមុនមកផងហ្នឹងអើយភ្លេចកើតអញ្ចឹងអីគេ Red Bus អូអញ្ចឹងន័យថា Red Bus គឺជាអាសម្រាប់កក់ស្បត់ទូកឡានហ្នឹងមែន
យល់ហើយបងប្អូនទាំងអស់គ្នាចង់ធ្វើដំណើរទៅដើរលេងតាមកោះប៉ុន្តែដឹងថាកក់ស្បត់តាមណាមែនអត់បងប្អូនអាចកក់ស្បត់តាមរយៈ app Red Bus បានមិនមែនត្រឹមតែដើរលេងតាមកោះទេដើរលេងតាមខេត្តក៏បងប្អូនអាចកក់ស្បត់ឡានក្រុងផងដែរងាយស្រួលមែនតើមានតែ app Red Bus មួយចង់ធ្វើដំណើរទៅដើរលេងតាមណាក៏បានដែរសំខាន់ណាគេផ្ដល់ទំនុកចិត្តនិងសុវត្ថិភាពខ្ពស់ទៅកាន់អតិថិជនមានម៉ោងចេញចុះ24ម៉ោងចង់កក់ស្បត់ពេលណាក៏បានដែរអ្វីដែលសំខាន់ណាបងប្អូនមិនចាំបាច់ព្រួយបារម្ភថាកក់ស្បត់អត់ទាន់អត់មានកន្លែងអង្គុយអីគឺអត់ទេកន្លែងអង្គុយដឹងតែមានបញ្ហាអ្នកទាំងអស់គ្នាហ្មងមួយទៀតណាទាំងអស់គ្នា Red Bus គឺបានផ្ដល់ជាមួយនឹងប្រម៉ូកូដថ្មីពេលដែលបងប្អូនទូទាត់ប្រាក់អាកុំភ្លេចប្រើជាមួយនឹងប្រម៉ូកូដ Red Bus Vlog បងប្អូននឹងចំណេញបានរហូតដល់ទៅ$6ណោះវ៉ាពិសេសខ្លាំងមែនតើអញ្ចឹងអ្នកទាំងអស់គ្នាចង់ធ្វើដំណើរទៅដើរលេងតាមណាអញ្ចឹងកុំភ្លេចណាជាមួយនឹង app Red Bus អាចកក់ស្បត់តាម app Red Bus បានងាយស្រួលខ្លាំងមែនតើ